ក្នុងរយៈពេលមុនសង្គ្រាមប្រហែលខែនេះខ្ញុំធ្លាប់ទៅប្រាសាទព្រះវិហារខ្ញុំឡើងទៅលេងខ្ញុំដើរទៅអុជធូបបន់ស្រន់អីខ្ញុំសប្បាយចិត្តណាស់ដោយសារមានអង្គការ UNESCO គាត់កំពុងតែជួសជុលប្រាសាទដែលបាច់បាក់មិនមែនដោយសារសង្គ្រាមតិចតួចទេតែរលំដោយសារធម្មជាតិយើងអាចធ្វើបានជួសជុលបានតែត្រូវការរយៈពេលវែងអ្នកជំនាញដែលមានច្បាស់លាស់អញ្ចឹងទាមទារអង្គការ UNESCO និងអង្គការពិភពលោកមកជួយជួសជុលយើងកំពុងដំណើរការជួសជុលរហូតមកដល់ប្រហែលថ្ងៃមុននេះពួកខ្មាំងឆ្លៀនពៀនសៀមបានបាញ់ថាវក្រេនេះខ្ញុំនិយាយថាវក្រេនឹងសំណង់នៅព្រះវិហារហ្នឹងខ្ទេចខ្ទីមួយចំនួនធ្វើឲ្យអារម្មណ៍ខ្ញុំនេះគឺក្រោកគ្រួខ្លាំងណាស់ពិសេសគាត់សម្រាប់ប្រជាជនខ្ញុំតែអត់មានកម្លាំងដៃធ្វើឲ្យខ្ញុំឈឺចិត្តចាំមិនអាចភ្លេចបានទេគាត់ជាប្រជាជនអត់មានស្អីស្អស់ហេតុអីគាត់លើកកម្លាំងបានប្រហារជីវិតរបស់ប្រជារដ្ឋខ្ញុំស្លាប់ដោយមិនមែនជាកងទ័ពអ្នកឯងបានបំផ្លាញប្រាសាទតាក្របីដែលអ្នកឯងនិយាយថាជារបស់អ្នកឯងជាទ្រព្យសម្បត្តិរបស់ជនជាតិអ្នកឯងចុះហេតុអីបានអ្នកឯងបាញ់កំទេចប្រាសាទតាក្របីឲ្យคล้ายទៅជាផេះផង់គឺយើងមិនអាចសាងសង់បានទេដោយសារអីលាយទៅជាផេះផង់ទៅហើយប៉ុន្តែទោះបីយ៉ាងណាក៏អ្នកឯងមិនអាចបំផ្លាញស្នាមដែលអ្នកឯងបានប្រព្រឹត្តមកលើប្រជាជនខ្មែរឬមួយក៏ជាបេតិកភណ្ឌមនុស្សលោកព្រោះគេបានបញ្ចូលទៅក្នុងបេតិកភណ្ឌពិភពលោកទាំងហើយតែទីបញ្ចប់អ្នកឯងបានបំផ្លាញដូចជាព្រះវិហារដូចជាប្រាសាទតាក្របីហើយសូមឲ្យអន្តរជាតិវិតម្លៃទៅអ្នកណាឆ្លៀនពៀនអ្នកណាចង់បានអ្នកណាគឺទាំងអស់គ្នាក្នុងពិភពលោកជួយវិនិច្ឆ័យបច្ចុប្បន្ននេះពិភពលោកដឹងហើយថានឹងជារបស់អ្នកណាខ្ញុំនឹងនាមកូនខ្មែរនឹងទាំងអស់គ្នាសុខចិត្តការពារបដូរផ្ដាច់មិនឲ្យបាត់បង់ទឹកដីនិងបេតិកភណ្ឌរបស់កម្ពុជាក៏បេតិកភណ្ឌរបស់មនុស្សលោកដែរនៅទីបញ្ចប់ខ្ញុំចង់សនំពរឲ្យខ្ញុំជ័យនិយាយថាទូទាំងពិភពលោកអង្គការសហប្រជាជាតិអង្គការ UNESCO និងស្ថាប័នទូទាំងពិភពលោកជួយបញ្ឈប់សង្គ្រាមរវាងកម្ពុជានិងថៃព្រោះយើងជាជនជាតិអាស៊ីតែមួយទេរស់នៅគ្នាសបែកសម្បល់ដូចគ្នាហូបបាយដូចតែគ្នាហ្នឹងគ្មានអ្នកណាចង់បានសង្គ្រាមទេសង្គ្រាមចំណេញអីសង្គ្រាមគឺបានតែបំផ្លាញជីវិតបំផ្លាញផ្លូវស្ពាននិងអ្វីគ្រប់បែបយ៉ាងសូម្បីតែវិស័យទេសចរពេលមានកំភ្លៀងមានអ្នកមកលេងមានណាមកវិនិយោគអញ្ចឹងខាតបងទាំងសងខាងហ្នឹងខាតបងទាំងអាស៊ីហ្នឹងខ្ញុំនិយាយពិភពលោកមកឲ្យតែមានសង្គ្រាមគឺមិនដែលចំណេញទេប្រជាជនរស់នៅយ៉ាងលំបាកខ្វះថ្នាំពេទ្យខ្វះថ្នាំសង្កូវដូចតែប្រជាជនខ្ញុំអញ្ចឹងគាត់ធ្លាប់ជួបជុំគ្រួសារឥឡូវមករស់នៅតាមភូមិតាមឃុំតាមវត្តវាមិនមែនស្រួលដូចរស់នៅផ្ទះទេកូនក្មេងចង់ទៅរៀនចង់ជួបពុកជួបម្ដាយអញ្ចឹងអានេះជាសារមួយសូមឲ្យបញ្ចប់សង្គ្រាមទៅដើម្បីយើងសន្តិភាពទាំងអស់គ្នា